มณีลภิกขุទាំងឡាយចុះភិក្ខុពិចារណាឃើញនៅចិត្តក្នុងចិត្តជាប្រក្រតីគ្រប់ឥរិយាបថទាំង4តើដោយវិធីដូចម្តេចមនាលភិក្ខុទាំងឡាយភិក្ខុក្នុងសាសនានេះទោះចិត្តប្រកបដោយរាគៈក៏ដឹងច្បាស់ថាចិត្តប្រកបដោយរាគៈទោះចិត្តប្រឆាចរាគៈក៏ដឹងច្បាស់ថាចិត្តប្រឆាចរាគៈទោះចិត្តប្រកបដោយទោសៈក៏ដឹងច្បាស់ថាចិត្តប្រកបដោយទោសៈទោះចិត្តប្រឆាចទោសៈក៏ដឹងច្បាស់ថាចិត្តប្រឆាចទោសៈទោះចិត្តប្រកបដោយមោហៈក៏ដឹងច្បាស់ថាចិត្តប្រកបដោយមោហៈទោះចិត្តប្រឆាចមោហៈក៏ដឹងច្បាស់ថាចិត្តប្រឆាចមោហៈទោះចិត្តរុញរាក៏ដឹងច្បាស់ថាចិត្តរុញរាទោះចិត្តរាយមាយក៏ដឹងច្បាស់ថាចិត្តរាយមាយទោះចិត្តដល់នៅភាវៈជាធំគឺរូបាវចរៈនិងអរូបាវចរៈក៏ដឹងច្បាស់ថាចិត្តដល់នៅភាវៈជាធំទោះចិត្តមិនដល់នៅភាវៈជាធំគឺជាកាមាវចរៈក៏ដឹងច្បាស់ថាចិត្តមិនដល់នៅភាវៈជាធំទោះចិត្តនៅមានចិត្តដតីប្រសើរជាងគឺនៅជាកាមាវចរៈក៏ដឹងច្បាស់ថាចិត្តនៅមានចិត្តដតីប្រសើរជាងទោះចិត្តមិនមានចិត្តដតីប្រសើរជាងគឺជារូបាវចរៈនិងអរូបាវចរៈក៏ដឹងច្បាស់ថាចិត្តមិនមានចិត្តដតីប្រសើរជាងទោះចិត្តតាំងនៅមាំជាអបណាសមាធិនិងឧបចារសមាធិក៏ដឹងច្បាស់ថាចិត្តតាំងនៅមាំទោះចិត្តមិនតាំងនៅមាំប្រឆាចសមាធិទាំងពីរក៏ដឹងច្បាស់ថាចិត្តមិនតាំងនៅមាំទោះចិត្តរួចស្រឡះក៏ដឹងច្បាស់ថាចិត្តរួចស្រឡះទោះចិត្តមិនទាន់រួចស្រឡះក៏ដឹងច្បាស់ថាចិត្តមិនទាន់រួចស្រឡះភិក្ខុពិចារណាឃើញនៅចិត្តក្នុងចិត្តខាងក្នុងជាប្រក្រតីគ្រប់ឥរិយាបថទាំង4ផងពិចារណាឃើញនៅចិត្តក្នុងចិត្តខាងក្រៅជាប្រក្រតីគ្រប់ឥរិយាបថទាំង4ផងពិចារណាឃើញនៅចិត្តក្នុងចិត្តខាងក្នុងនិងខាងក្រៅជាប្រក្រតីគ្រប់ឥរិយាបថទាំង4ផងពិចារណាឃើញនៅធម៌ដែលជាទីប្រជុំកើតឡើងក្នុងចិត្តគ្រប់ឥរិយាបថទាំង4ផងពិចារណាឃើញនៅធម៌ដែលសូន្យទៅក្នុងចិត្តគ្រប់ឥរិយាបថទាំង4ផងពិចារណាឃើញនៅធម៌ដែលជាទីប្រជុំកើតទាំងធម៌ដែលសូន្យទៅក្នុងចិត្តគ្រប់ឥរិយាបថទាំង4ផងមួយទៀតស្មារតីជាគ្រឿងកំណត់នៅចិត្តរបស់ភិក្ខុនោះក៏ផ្ចង់ឡើងចំពោះថាចិត្តមានមែនគ្រាន់តែជាទីកំណត់ដើម្បីឲ្យចម្រើនប្រាជ្ញាដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះភិក្ខុមានចិត្តមិនអាស្រ័យដោយតណ្ហានិងទិដ្ឋិគ្រប់ឥរិយាបថទាំង4ផងមិនប្រកៀកប្រកាន់អ្វីតិចតួចក្នុងលោកផងមនាលភិក្ខុទាំងឡាយភិក្ខុពិចារណាឃើញនៅចិត្តក្នុងចិត្តជាប្រក្រតីគ្រប់ឥរិយាបថទាំង4យ៉ាងនេះឯងចប់ចិត្តតានុបស្សនា